ស្មារតីនៃការដឹងគុណ TTN Insight សូមជូនខ្លឹមសារវិចារណកថានៅក្នុងចរន្តនៃពិភពលោកទំនើបដែលមនុស្សម្នាក់ៗហាក់ផ្ដោតខ្លាំងលើផលប្រយោជន៍ផ្ទាល់ខ្លួនតម្លៃនៃការដឹងគុណជារឿយៗត្រូវបានគេមើលរំលងឬចាត់ទុកថាជារឿងបុរាណប៉ុន្តែបើយើងពិនិត្យឲ្យស៊ីជម្រៅតាមបែបវិទ្យាសាស្ត្រសង្គមនិងទស្សនវិជ្ជាការដឹងគុណមិនមែនត្រឹមតែជាពាក្យអរគុណប៉ុណ្ណោះទេប៉ុន្តែគឺជាអត្តសញ្ញាណនៃភាពជាមនុស្សនិងជាខឿនការពារសន្តិសុខជាតិដ៏រឹងមាំបំផុតអ្នកប្រាជ្ញរ៉ូម៉ាំងដ៏ល្បីល្បាញលោកស៊ឺស៊ីរ៉ូធ្លាប់មានប្រសាសន៍ថាការដឹងគុណមិនត្រឹមតែជាគុណធម៌ដ៏អស្ចារ្យបំផុតនោះទេប៉ុន្តែគឺជាមាតានៃគុណធម៌ដ៏ទៃទៀតទាំងអស់លោកចង់សង្កត់ធ្ងន់ថាបើមនុស្សម្នាក់មិនស្គាល់គុណនោះគេក៏មិនអាចមានភាពស្មោះត្រង់មិនអាចមានសេចក្តីក្លាហាននិងមិនអាចមានយុត្តិធម៌បានដែរកាលណាស្មារតីដឹងគុណរលាយបាត់ពីដួងព្រលឹងយុវជននោះសង្គមនឹងពោរពេញដោយភាពអាត្មានិយមការបែកបាក់និងការមិនទុកចិត្តគ្នាដែលជាឱកាសមាសសម្រាប់សត្រូវខាងក្រៅចូលមកបំបែកបំបាក់ស្របគ្នានេះដែរនៅក្នុងទស្សនវិជ្ជាបូព៌ាព្រះសម្មាសម្ពុទ្ធទ្រង់បានសម្ដែងអំពីសេចក្តីថ្លៃថ្នូរនៃបុគ្គលតាមរយៈគោលការណ៍កតញ្ញូកតវេទីគឺការដឹងគុណនិងការតបស្នងសងគុណក្នុងន័យនេះការដឹងគុណចំពោះមាតុភូមិចំពោះបុព្វបុរសដែលបានពលីសាច់ស្រស់ឈាមស្រស់ការពារទឹកដីនិងចំពោះអ្នកដែលមានគុណូបការៈចំពោះជាតិគឺជាកាតព្វកិច្ចដ៏វិសុទ្ធការដឹងគុណនេះឯងដែលបង្កើតបានជាខ្សែចងស្មារតីសាមគ្គីភាពដែលធ្វើឲ្យជាតិសាសន៍មួយអាចឈរជើងបានទោះក្នុងកលៈទេសៈលំបាកបំផុតជាងនេះទៅទៀតបើយើងងាកមកមើលទ្រឹស្ដីចិត្តវិទ្យាទំនើបរបស់លោក Robert ជាងនេះទៅទៀតបើយើងងាកមកមើលទ្រឹស្ដីចិត្តវិទ្យាទំនើបរបស់លោក Robert Emmons ដែលជាអ្នកជំនាញឈានមុខគេលើពិភពលោកផ្នែកវិទ្យាសាស្ត្រនៃការដឹងគុណលោកបានរកឃើញថាការដឹងគុណគឺជាការទទួលស្គាល់នៅប្រភពនៃភាពល្អដែលនៅខាងក្រៅខ្លួនយើងនៅពេលដែលយុវជនដឹងគុណដល់ទឹកដីអរគុណដល់សន្តិភាពនិងដឹងគុណដល់អ្នកការពារជាតិពួកគេនឹងមិនរស់នៅដើម្បីតែខ្លួនឯងឡើយប៉ុន្តែពួកគេនឹងរស់នៅដើម្បីតបស្នងវិញតាមរយៈការកសាងសមិទ្ធផលវិជ្ជមានស្មារតីនេះនឹងផ្លាស់ប្ដូរពីការទាមទារចង់បានមកជាការលះបង់ដើម្បីផ្ដល់ឲ្យវិញក្នុងបរិបទដែលសត្រូវកំពុងតែតាមដានមើលជំហររបស់យើងស្មារតីនៃការដឹងគុណចំពោះជាតិគឺជាខែលការពារដ៏ស័ក្តិសិទ្ធិមួយវាជារនាំងការពារការរំមិលគុណជាតិដែលនាំឲ្យមានការក្បត់ជាតិពីរវាពង្រឹងសាមគ្គីភាពរវាងអ្នកជំនាន់មុននិងអ្នកជំនាន់ក្រោយ3វាបង្កើនឆន្ទៈក្នុងការជួយខ្លួនឯងព្រោះយើងដឹងថាអ្វីដែលយើងមានសពថ្ងៃមិនមែនកើតឡើងដោយចៃដន្យនោះទេការដឹងគុណគឺជាកម្លាំងថាមពលជាតិសាសន៍ដែលដឹងគុណជាជាតិសាសន៍ដែលមិនភ្លេចឫសគល់ហើយជាតិសាសន៍ដែលមិនភ្លេចឫសគល់គឺជាជាតិសាសន៍ដែលសត្រូវមិនអាចលេបត្របាក់បានឡើយដោយអ្វីដែលអ្នកប្រាជ្ញធ្លាប់ពោលថាការដឹងគុណគឺជាការសម្ដែងចេញនៅអកម្បាំងនៃជីវិតដែលផ្លាស់ប្ដូរអ្វីៗដែលយើងមានឲ្យคล้ายទៅជាភាពគ្រប់គ្រាន់និងលើសពីគ្រប់គ្រាន់ចូលដឹងគុណតាមរយៈសកម្មភាពដើម្បីភាពអមតៈនៃមាតុភូមិវិចារណកថាដោយលោកឡាំឡាយចុងបិចអង្គរអានជូនដោយនាងខ្ញុំបូសុគន្ធាពីសារព័ត៌មាន The Khmer Today